សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះគឺម៉ោង8យប់ម៉ោងនៅតំបន់រដ្ឋធានី Washington ហើយនៅប្រទេសកម្ពុជាគឺម៉ោង8ព្រឹកបាទនៅសហរដ្ឋអាមេរិកនេះនៅថ្ងៃច័ន្ទនៅឡើយទេទី17ខែវិច្ឆិកាឆ្នាំ2025នៅកម្ពុជាគឺថ្ងៃអង្គារហើយទី18ខែវិច្ឆិកាឆ្នាំ2025បាទនៅខាងរដ្ឋ California គឺទៅតែម៉ោង5ល្ងាចទេបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានចំនួន6មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយនៅចុងក្រោយមានជូនពីបច្ចុប្បន្នភាពអំពី VOA ផងដែរព័ត៌មានទី1នេះគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានអនុម័តទៅលើផែនការសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump សម្រាប់តំបន់ Gaza ហើយដែលជាជំហានទី2នៃផែនការសន្តិភាពរបស់លោកប្រធានាធិបតីហើយព័ត៌មានទី2នេះគឺបើតាមវិមានកម្លាំងបានឲ្យដឹងថាខាងរុស្ស៊ីចង់ឲ្យមានជំនួបកំពូលម្ដងទៀតរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin ហើយកិច្ចការនេះកំពុងតែរៀបចំដំណើរការទៅហើយព័ត៌មានទី3គឺទឹកប្រាក់ចំនួន$2,000ចែក$2,000សម្រាប់ពលរដ្ឋអាមេរិកាំងម្នាក់មិនមែនមកគ្រួសារទេម្នាក់គឺនឹងអាចនឹងចេញផ្ញើជូនប្រជាពលរដ្ឋទាំងអស់នោះនៅពាក់កណ្ដាលឆ្នាំ2026ក៏ប៉ុន្តែនៅត្រូវការសភាអនុម័តសិនហើយព័ត៌មានទី4គឺនៅថ្ងៃនេះថ្ងៃច័ន្ទនេះលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ឲ្យថាលោកយល់ព្រមលក់យន្តហោះចម្បាំងប្រភេទ F-35 ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីតនិងព័ត៌មានទី5គឺក្រុមហ៊ុនរបស់អារ៉ាប់រួមឥឡូវនេះគឺបានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនAnduril របស់សហរដ្ឋអាមេរិកដើម្បីផលិត drone ទំនើបសម្រាប់បម្រើខាងវិស័យយោធាហើយនិងវិស័យស៊ីវិលជាពិសេសទៅលើការឆ្លប់យកការស៊ើបការហើយនឹងព័ត៌មានទី6គឺសកម្មជននយោបាយថៃគឺលោកចតុភ័ណ្ឌបានប្រកាសប្រកោកហៅគ្នាមកធ្វើបាតកម្មនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែវិច្ឆិកានេះដើម្បីប្រឆាំងនឹងអ្វីដែលលោកចោទថាការលូកដៃរបស់សហរដ្ឋអាមេរិកហើយនិងម៉ាឡេស៊ីចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃបាទពាក់ព័ន្ធជាមួយនឹងទំនាស់ជាមួយនឹងប្រទេសកម្ពុជាបាទហើយចុងក្រោយខ្ញុំនឹងជូនបច្ចុប្បន្នភាពអំពី VOA តើមកដល់ថ្ងៃនេះមានការវិវត្តយ៉ាងម៉េច